I need you to trust me one last time. សួស្តីប្រិមិត្ត admin អរគ្នាថ្ងៃនេះ admin ចង់ review នៅសាច់រឿងមួយដែលមានចំណងជើងថា Mission Impossible The Final Reckoning ហើយនេះគឺជាវីដេអូដំបូងគេដែរនៅក្នុង channel របស់ admin ហើយ admin ក៏សង្ឃឹមថាបងប្អូនប្រិមិត្តអរគ្នាកុំភ្លេចចុច subscribe ចុច like និង share សញ្ញារូបកណ្ដឹងផងដែរអញ្ចឹងហើយកុំឲ្យខាត់ពេលវេលាយូរតោះយើងទៅស្ដាប់នៅចំណាប់អារម្មណ៍របស់ admin អរគ្នាសាច់រឿង Mission Impossible The Final Reckoning គឺតពីរឿង Mission Impossible The Dead Reckoning អញ្ចឹងហើយ admin ដែលបានធ្វើវីដេអូតាក់ទងទៅនឹងរឿង The Mission Impossible ពីមុនទេអញ្ចឹង admin នឹងនិយាយពីវគ្គ The Final Reckoning ភ្លាមៗទៅតែម្ដងទៅដោយវគ្គនេះ Ethan របស់យើងមានបេសកកម្មក្នុងការកំទេចនៅ AI មួយយ៉ាងដែលមានឈ្មោះថា Entity សំទោសទុកជាមុនបើសិនជា admin pronounce សិននៅពាក្យនេះខុសដែល Entity គឺជា AI មួយយ៉ាងដែលមានទូនាទីក្នុងការទូទាត់នៅអនាគតកាលពាក់ព័ន្ធទៅនឹងសង្គ្រាមត្រជាក់ដែលកើតឡើងរវាងប្រទេសផ្សេងៗគ្នាThe Entities នេះគឺជា AI មួយយ៉ាងដែលមានទូនាទីក្នុងការបំផ្លាញនៅសង្គ្រាមត្រជាក់ដែលបានកើតឡើងដែលផ្ដល់ភាពអន្តរាយទៅដល់ពិភពលោកនិងសកលលោកផងដែរហើយនៅក្នុងរឿង Mission Impossible The Final Reckoning នេះ Ethan បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ឈប់ Entity ដើម្បីកុំឲ្យបំផ្លាញទូទាំងសកលលោកទាំងមូលហើយក្រោយពី Ethan បានដឹងពីទូនាទីរបស់ Entity ដែលជា AI ដ៏គ្រោះថ្នាក់នេះគេក៏បានរត់ទៅបញ្ឈប់ក្រុមពួកគេកុំឲ្យធ្វើបេសកកម្មអ្វីមួយដែលមិនមានគម្រោងទុកជាមុនដោយសារតែ Entity នេះបានដឹងទូនាទីរបស់ក្រុម Ethan ធ្វើអ្វីមួយដែលមិនបានប្រាប់ Ethan ដែលធ្វើឲ្យក្រុមរបស់ Ethan ឈានទៅដល់គ្រោះថ្នាក់និងបាត់បង់ជីវិតផងដែរហើយក្រោយពីនេះមករដ្ឋាភិបាលបានចាប់ខ្លួនដែលហៅថា IMF គឺជារដ្ឋាភិបាលមួយដែលមិនជូននរណាម្នាក់អាចធ្វើការងារសម្ងាត់ជូនពួករដ្ឋាភិបាលនេះមានក្រុមប្រឹក្សាសភាឬសភាជាតិណាមួយក្នុងការដោះសារនៅទូនាទីសម្ងាត់របស់រដ្ឋាភិបាលនេះផងដែរហើយក្រុមប្រឹក្សាសភាម្នាក់នៅក្នុងរដ្ឋាភិបាលនោះបានពោលទៅកាន់ Ethan ថាការរស់នៅក្នុងជីវិតគឺមិនពឹងនៅលើសកម្មភាពតែមួយនោះទេហើយអ្វីៗដែលអាចធ្វើពីមុនមកគឺឈានមកដល់ដំណាក់កាលមួយនេះហើយដែលដំណាក់កាលនេះគឺជាដំណាក់កាលក្នុងការសង្គ្រោះពិភពលោកឲ្យរួចផុតពីសង្គ្រាមត្រជាក់ដែលសង្គ្រាមត្រជាក់មានន័យថាគឺជាសង្គ្រាមម្យ៉ាងដែលទៅតាមទៅនឹងមនោគមវិជ្ជាទាំងពីរកុម្មុយនីសនិងសេរីដែលធ្វើឲ្យមនុស្សផ្សេងៗរស់នៅក្នុងការគៀបសង្កត់របស់ប្រទេសណាមួយហើយ Ethan របស់យើងក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការបំពេញភារកិច្ចនេះដោយចុះទៅក្នុងបាតសមុទ្រដើម្បីទៅពិនិត្យនៅនាវាចម្បាំងនោះដោយនាវាចម្បាំងនោះបានបន្សល់នៅរបស់របរដែលមានតម្លៃដែលអាចប្រើការបានពេលដែលចុះទៅនោះក៏បានឃើញនាវាធំៗដំណើរការផងដែរហើយ Ethan បានរៀបចំនៅផែនការរបស់ខ្លួនបានយ៉ាងល្អិតល្អន់ដើម្បីនាំក្រុមរបស់ខ្លួនទៅកាន់តំបន់ពោលដើម្បីដោះស្រាយបញ្ហាសង្គ្រាមត្រជាក់មួយនេះហើយនៅក្នុងការដោះស្រាយនៅសង្គ្រាមមួយនេះគេក៏បានជួបទៅនឹងស្ត្រីចាស់របស់គេកាលពីវគ្គមួយដោយបុរសនោះជាអ្នកគ្រប់គ្រងនៅប្រព័ន្ធទិន្នន័យរបស់គេដែលបានបន្សល់ទុកនៅកាបិតពណ៌ខ្មៅនៅលើតុដែលគ្រប់គ្រងទៅដោយប្រព័ន្ធទិន្នន័យនេះគ្រាន់តែជាមួយផ្នែកនៃការសង្ខេបសាច់រឿង Mission Impossible The Final Reckoning តែប៉ុណ្ណោះហើយរឿងនេះកំពុងតែស្ថិតក្នុងការចាត់បញ្ចាំងនៅក្នុងរោងកុនផងដែរហើយ admin អត់ spoiler អីច្រើនទេនេះគ្រាន់តែជាការសង្ខេបមួយផ្នែករបស់ admin តែប៉ុណ្ណោះឥឡូវ admin នឹងនិយាយពីចំណាប់អារម្មណ៍និងការ review សាច់រឿង Mission Impossible The Final Reckoning មួយនេះចំពោះចំណាប់អារម្មណ៍ admin ផ្ទាល់គឺសាច់រឿងនេះពិតជាល្អមើលខ្លាំងមែនទែនដោយសារតែរឿង Mission Impossible មួយនេះគឺតពីវគ្គ The Reckoning អញ្ចឹងគឺតព្រឹត្តិការណ៍ភ្លាមៗ Ethan ដែលធ្វើអ្វីធ្វើចាប់ចំចូលដើមហើយមានការទទួលខុសត្រូវខ្ពស់ហើយនៅក្នុងរឿង Mission Impossible មួយហ្នឹងវគ្គដែល admin ជួយចិត្តជាងគេគឺវគ្គដែល Ethan ចុះទៅក្នុងបាតសមុទ្រហើយតួអង្គ Ethan របស់យើងគាត់បំពេញតួនាទីយ៉ាងបានល្អិតល្អន់ហើយយើងមើលទៅបុកពោះទៅតាមនោះដែរសារតែនៅក្នុងបាតសមុទ្រហ្នឹងសម្ពាធវាខ្លាំងហើយការរំលាយនៃនាវាចម្បាំងហ្នឹងគឺបាក់និយាយមកគឺដឹងតែយើងបុកពោះទៅតាម situation ហ្នឹងមកហើយពេល admin បានទៅមើល behind the scene ទើប admin នឹងថាពេលដែល Ethan ចុះក្នុងបាតសមុទ្រគឺថតរៀលៗឲ្យមានកាត់តឲ្យច្រើនហើយហើយឯមានសរសើរគាត់ថាគាត់អាយុដល់62ឆ្នាំហើយគាត់នៅមានសមត្ថភាពក្នុងការធ្វើនៅសកម្មភាព action ដូចវាតាប់ឲ្យបានបើដូចយើងក្មេងៗគឺចប់តែម្ដងបាទហើយសាច់រឿងហ្នឹងគឺមានទំនួលមែនទែនទាំងការបើកដើមរឿងហើយពាក់កណ្ដាលរឿងមកចប់រឿងបើបញ្ចប់រឿង admin មានអារម្មណ៍ថាដូចគេនៅសល់ចំហាយតិចៗក្នុងការផលិត Mission Impossible ហ្នឹងមកទេដោយសារវគ្គនេះគេហៅថា The Final Reckoning ហើយគេក៏បាននិយាយថា Impossible វគ្គនេះគឺជាវគ្គចុងក្រោយផងដែរអញ្ចឹងយើងដឹងមិនមកដែរប្រហែលបើសិនជាមិនមកតិចគេនឹង reboot រឿងហ្នឹងហើយប្រហែលជាបន្តពី Mission Impossible The Final Reckoning នឹងទៀតជាចុងក្រោយអត់មានចំណាប់អារម្មណ៍អីច្រើនទេមានតែរីករាយជាមួយនឹង action របស់គាត់ហើយមើលទៅគឺដឹងតែ excited ហើយសេះថា wow ហ្មង scene មួយទោះបីជារឿងហ្នឹងល្អយ៉ាងណាក្តីក៏នៅតែមានចំណុចខ្វះខាតមួយដែរចំណុចអវិជ្ជមានហ្នឹងគឺព្យាយាមសារសាច់រឿងទៅក្រោយរហូតនិយាយសួរស្ដាប់ទៅព្យាយាមត្រឡប់ទៅព្រឹត្តិការណ៍ដែលផ្ទុះនាវាហ្នឹងហ្មង
គាត់នៅទៅត្រឡប់ទៅរំលឹកសាច់រឿងណាគឺដែលឡើង3សារតែ admin សម្រាប់ admin អត់អីទេមើលទៅគឺនៅតែអែមដែរដោយសារតែបានសេរីអាផ្ទុះនៃវាហ្នឹងគឺជំនួយមែនតើបើ sound effect នៅហ្នឹងវិញគឺបាញ់និយាយទៅ landscape អីគឺល្អទាំងអស់ចាប់ប្លង់ចាប់កាមេរ៉ាគឺ real reality អត់កាត់តឲ្យច្រើនទេដោយសារបែប Tom Cruise ហ្នឹងគឺបើធ្វើអីគាត់ចូលចិត្តប្រើ CGI ច្រើនជាចុងក្រោយបន្ទុកសម្រាប់រឿងហ្នឹងគឺ9/10សម្រាប់ admin គឺល្អខ្លាំងមែនតើតែនៅមានវគ្គមួយដែលល្អជាងគេបំផុតគឺ The Mission Impossible Fallout អាហ្នឹង masterpiece របស់ admin មក10/10មកចាំពេលចំណេះពេលណា admin នឹង review នឹងសង្ខេបសាច់រឿងទៅនឹង Mission Impossible Fallout 2008ហ្នឹងហើយកុំឲ្យខាត់ពេលវេលាយូរយើងទៅមើល scene មួយដែល Tom Cruise បានរត់ចូលនៅដែនមហាសមុទ្រ